បើសិនជាបងចាប់ទុកទៅលើទីផ្សារនេះវាគឺជាលបែងវានឹងជាលបែងប៉ុន្តែបើសិនជាបងចាប់ទុកវាជាការរកប្រាក់ចំណូលបន្ថែមសម្រាប់បងគឺជារឿងល្អហើយអូខេសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំអូខេថ្ងៃនេះគឺខ្ញុំមកឆ្លើយតបខមមិនបងប្រុសម្នាក់ដែលគាត់ថាទៅលើទីផ្សារនេះវាគឺជាលបែង international គឺជាលបែងអន្តរជាតិ yes តើតើជាមួយនឹងទៅលើប្រកកំណត់របស់គាត់បែបនេះគឺវាអត់ខុសទេប៉ុន្តែខ្ញុំចង់មកឃ្លាចម្ងល់ថងចំណុចនេះបន្តិចវាមិនមែនទាំងអស់ទេតើតើជាមួយនឹងទៅលើទីផ្សារមួយនេះបើសិនជាបងចាប់ទុកវាគឺជាលបែងវានឹងជាលបែងអ្នកដែលចាប់ទុកវាគឺជាលបែងនៅពេលដែលគាត់ចូលទីផ្សារនេះអ្វីដែលគាត់ចង់បានបំផុតគឺ profit គឺទទួលបានផលចំណេញគឺផលចំណេញតែម្ដងគាត់អត់គិតធ្វើការរៀនសូត្រអត់មានការ set up ត្រឹមត្រូវអត់មានសាជីក្នុងការចិញ្ចោផ្សារត្រឹមត្រូវទេគឺអានោះវាជាលបែងហើយហើយតើតើជាមួយនឹងការប្រើប្រាស់ដើមទុនផ្សេងៗគឺគាត់អត់បានរៀនទាំងអស់តែម្ដងបាទអញ្ចឹងនៅពេលដែល trade យូរទៅធ្វើឲ្យខាតកាលណាខាតធ្វើអារម្មណ៍យើងគិតថាអូទៅលើទីផ្សារនេះវាគឺជាលបែង yes អញ្ចឹងចំណុចនេះហើយគឺដែលធ្វើឲ្យផ្លុកកំណត់យើងគិតថាទៅលើទីផ្សារនេះវាជាលបែងគ្មានมันអាចរកផលចំណេញឲ្យយើងបានទេវាតែងតែធ្វើឲ្យយើងខាតវាគឺជាលបែងមួយដែលពិបាកក្នុងការទាញយក profit មែនតើអញ្ចឹងមួយទៀតអ្នកដែលអត់បានគិតថាទៅលើទីផ្សារនេះគឺជាលបែងដោយសារអីគាត់បានសិក្សារៀនសូត្រអំពីទីផ្សារហ្នឹងបានច្រើនមានសារជីត្រឹមត្រូវមានការ set up ត្រឹមត្រូវការរៀបចំទៅលើដើមទុនគាត់បានរៀនសូត្រអំពីវាបានច្រើនតើគួរតែចូលផ្សារនៅពេលណាគួរតែចេញផ្សារនៅពេលណាគាត់អត់បាន over ជាមួយនឹងផ្សារដោយអ្នកដែលគិតវាគឺជាលបែងទេសម្រាប់ទៅលើទីផ្សារនេះអ្នកដែលគាត់ trade ប្រកាសក្នុងមួយថ្ងៃគាត់អាចរកបានត្រឹមតែ1 point ឬក៏2 point ទេប៉ុន្តែតកតងជាមួយនឹងអ្នកដែលគិតថាទៅលើទីផ្សារនេះគឺជាលបែងមួយថ្ងៃគាត់អាចរកចន្លោះពី10ទៅ20 point ក៏ថាបានដែរអានេះគឺជាមូលហេតុដែលគាត់ដែល accountអញ្ចឹងសង្ឃឹមថាបងប្អូនយល់អ្វីដែលខ្ញុំនិយាយនៅក្នុងថ្ងៃនេះសង្ឃឹមថា clear នៅចម្ងល់របស់បងប្អូនអរគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ